ទ្រាំលែងបានហើយពេលនេះចេញដំណើរម្ដងហើយថ្ងៃនេះចាប់ដើមចេញដំណើរកំសាន្តមួយហើយជាលក្ខណៈ solo trip ដោយសារពីមុនមកខ្ញុំអត់ដែរចេញដំណើរកំសាន្តបែបហ្នឹងទេគឺចិត្តធ្លាប់តែចេញជាមួយមិត្តភ័ក្តិតោងកតុយគេអីចឹងទៅណាយើងទៅនឹងដែរទៅថ្ងៃនេះចង់បបួលគេដើរលេងម្ដងស្រាប់តែអត់មានអ្នកណាទៅសោះអត់ដឹងម៉េចមួយគឺរវល់មួយខ្ជិលមួយអីហើយខ្ញុំនេះក៏មិនចាំយូរទៅនេះដែរអញ្ចឹងធ្វើដំណើរទៅមកក្រាលនៅខេត្តកំពង់ឆ្នាំងនេះជាទស្សនវិជ្ជាតាមផ្លូវចេញពីឧដុង្គទៅប្រហែលជាម៉ោង 7 កន្លះហើយពីមើលនាយមើលអាយជីបដើមើលគេមើលឯងបដើដោយសារអត់ធ្លាប់ថតអញ្ចឹងរៀងឆ្កងអៀនខ្មាស់គេជីតិចទៀតក៏ទៅដល់កន្លែងព្រះគោព្រះកែវហើយក៏មកដល់ផ្សារកំពង់តាឡាចូលញ៉ាំគុយទាវមួយចានសិនដាក់គុយទាវអស់មួយចានទិញទឹកសុទ្ធមកដល់ 2000 ក៏បន្តដំណើរទៀតព្រោះយើងដល់ផ្លូវទៅបត់ហើយដល់ផ្លូវភូមិល្មមហើយផ្លូវនេះដូចតែលាក់ដល់ហើយយូរទៅកាន់តែយូរទៅមិនដឹងមិនទេនេះឡើងចុកគូតែម្ដងមិនដឹងថាពេលណាដល់បើជិះរវល់តែហួសផ្លូវអត់បានមើល map ផ្លូវណាត្រូវបត់ចឹងបានហៅថាជាបទពិសោធន៍ថ្មីសម្រាប់ជីវិតមែនគេកំពុងតាំងឡើងថ្លៃផងឯងជិះម៉ូតូដើរលេងយ៉ាងរបស់គេទៅ In 400 meters, slide.នេះមកអង្គុយស្ដាប់សំឡេងទឹកគូសង្ឃឹមថាគ្នាអូបន្ទប់ទឹកនៅខាងលើ